ជំរាបសួរបងប្អូនអរគ្នាជាដំបូងខ្ញុំសូមណែនាំខ្លួនឯងបន្តិចបច្ចុប្បន្នខ្ញុំជានិស្សិតអាហារូបករណ៍រៀនពេទ្យឆ្នាំចុងក្រោយនៅប្រទេសវៀតណាមហើយអតីតកាលខ្ញុំក៏ជាសិស្សNTA បាក់ឌុបសម័យ2018ផងដែរហើយថ្ងៃនេះខ្ញុំនឹងមកចែកម្លែកអំពីបទពិសោធន៍ផ្ទាល់ខ្លួនអំពីតើរៀនបែបណាដើម្បីយើងទទួលបាន NTA ប្រឡងបាក់ឌុបខ្ញុំជឿថានៅក្នុងបណ្ដាញសង្គមនឹងមានការចែកម្លែកអំពីទីសាស្ត្រក៏ដូចជាការរៀនទម្លាប់ជាដើមរបស់បងប្អូនសិស្ស NTA យើងដែលបានចែកម្លែកជូនបងប្អូនក្នុងបណ្ដាញសង្គមតែថ្ងៃនេះខ្ញុំនឹងមកចែកម្លែកអំពីបទពិសោធន៍ផ្ទាល់ខ្លួនរបស់ខ្ញុំតែម្ដងដែលខ្ញុំបានអនុវត្តវាជាប្រចាំកាលពីសម័យរៀនបាក់ឌុបហើយក៏ទទួលបានលទ្ធផលដោយបងប្រាថ្នាចំណុចដំបូងយើងត្រូវចាប់អារម្មណ៍ទៅលើតកតងទៅនឹងគោលដៅរបស់យើងបើថាមិនបានថាយើងដំបូងឡើយយើងត្រូវមានគោលដៅសិនថាយើងគោលដៅរបស់យើងពិតជាចង់បាន NTA ប្រកបមែនអត់ចឹងយើងត្រូវប្រាប់ខ្លួនឯងបើមិនយើងចង់បាន NTA យើងត្រូវប្រាប់ខ្លួនឯងថាយើងចង់បាន NTA នៅពេលប្រឡងបាក់ឌុបហើយក្នុងពេលហ្នឹងដែរបើសិនបើយើងចង់បាន NTA យើងត្រូវសួរមកសំណួរទៀតថាតើមូលហេតុអីបានយើងចង់បាន NTA ព្រោះមូលហេតុដែលនាំឲ្យយើងចង់បាន NTA ហ្នឹងក៏វាជាកត្តាមួយដែររក្សាគោលបំណងយើងឲ្យវានៅថេរជាដរាបអញ្ចឹងណាខ្ញុំឧទាហរណ៍ថាឧទាហរណ៍ពីផ្ទាល់ខ្លួនតែម្ដងគឺការសម័យហ្នឹងគឺខ្ញុំចង់បាន NTA ដោយសារតែមានកត្តាពីរធំចម្បងគឺទី1ខ្ញុំចង់បាន NTA ហ្នឹងដោយសារតែវាមានឱកាសទទួលបានអាហារូបករណ៍ផ្សេងៗនៅពេលរៀនសាកលវិទ្យាល័យជាដើមហើយទី2គឺយើងក៏ចង់ទទួលបានក្នុងជាមួយនឹងគេឈ្មោះក៏ដូចជានឹងការរង្វាន់ការផ្ដល់រង្វាន់ផ្សេងៗជាដើមហើយកត្តាទាំងពីរហ្នឹងគឺជាកត្តាជំរុញដែលជំរុញឲ្យខ្ញុំផ្ទាល់ហ្នឹងចង់បាន NTA ចា៎ហើយនៅពេលដែលយើងកំណត់គោលដៅថាយើងចង់បាន NTA ហើយនៅពេលដែលយើងប្រឡងបញ្ចប់មធ្យមសិក្សាទុតិយភូមិនឹងហើយអញ្ចឹងអាហ្នឹងវាជាគោលដៅយូរអង្វែងបាទជាគោលដៅវែងតាមឆ្នាំសិក្សារបស់យើងរៀនខ្លួនឧទាហរណ៍ថាមានសិស្សរៀនពីទី7ដល់ទី12ជាដើមអញ្ចឹងតាមឆ្នាំនីមួយៗគឺយើងត្រូវមានគោលដៅតូចៗតាមបន្ថែមទៀតខ្ញុំឧទាហរណ៍ថាពីទី7ដល់ទី9នេះយើងត្រូវមានគោលដៅតូចៗតាមឆ្នាំនីមួយៗយ៉ាងម៉េចដើម្បីឲ្យយើងជាយើងប្រៀបធៀបដូចជាចណ្ដើរមួយទៅឡើងទៅផ្ទះអញ្ចឹងយើងត្រូវមានចណ្ដើរយើងត្រូវឡើងពីម្ដងមកដំណាក់កាលរហូតឡើងដល់ជាន់ដែលយើងចង់ឡើងដូចភ្នំអញ្ចឹងដែរយើងត្រូវឡើងតាមដំណាក់កាលពីទាបទៅខ្ពស់អញ្ចឹងនីតិ A ក៏ដូចគ្នាបើយើងចង់បានសម្រេចគោលដៅហ្នឹងយើងត្រូវតែមានត្រូវបានចាប់ផ្ដើមតាំងពីដើមទីអញ្ចឹងយើងត្រូវចាប់ផ្ដើមតាំងពីទី7ទីអីទៅមិនថាទី7យើងត្រូវចាប់ផ្ដើមតាំងពីបឋមសិក្សាម្លេះតែគ្រាន់បឋមសិក្សាជាវ័យដែលយើងពិចារណាគឺយើងមិនទាន់សូវមានការចេះគិតខ្លួនឯងប៉ុន្មានទេពិចារណាគឺការរៀនឬក៏ដូចជាការរស់នៅប្រចាំថ្ងៃរបស់យើងពិចារណាគឺយើងក្រោមការណែនាំគ្រប់គ្រងពីអាណាព្យាបាលពុកម្ដាយយើងអ្នកផ្ទះយើងក៏ដូចជាគ្រូបង្រៀននៅសាលាដែលពិចារណានៅពេលដែលយើងឡើងដល់ឡើងទៅដល់ទី7ឡើងទៅមកយើងចាប់ដើមមានការចេះគិតការចង់បាននិយាយថាអនាគតយើងចង់មិនទៅមិនចឹងពីយើងយើងត្រូវកំណត់គោលដៅពីដើមទីនោះមកហើយយើងចាប់ដើមរៀនប្រឹងពីទី7ទីអីមកចឹងទី7ទីអីនេះយើងអាចប្រឹងបដាមកប្រឹងមុខវិជ្ជាដែលយើងត្រូវរៀននៅសាលាហ្នឹងហើយយើងត្រូវប្រឹងបន្ថែមមុខវិជ្ជាដែលយើងត្រូវប្រឡងសំខាន់នៅពេលប្រឡងទី1ប្រឡងឌីប្លូមទី2ប្រឡងបាក់ឌុបអញ្ចឹងយើងត្រូវសម្រួលពីដើមមកមានមុខវិជ្ជាខ្លះយើងប្រឹងអាហ្នឹងមកប្រឹងបន្ថែមហើយក្រៅពីមុខវិជ្ជាដែលយើងសម្រួលហ្នឹងហើយយើងមានមុខវិជ្ជាដែលយើងស្រឡាញ់ក៏ដូចជាមុខវិជ្ជាដែលយើងចង់រៀននៅពេលដែលយើងរៀននៅសាកលហ្នឹងទៀត
អានោះបើយើងរកឃើញចំណងជំនាញដែលយើងចង់រៀននៅសាកលនឹងពីដើមក៏យើងស្រួលយើងអាចពង្រឹងអានឹងបន្ថែមពីលើមកកង់ទៀតក៏បានក៏ល្អដែរហើយដូចជាបើរៀនទី7ទី9គឺយើងប្រឹងតែយើងរៀនអាមុខវិជ្ជាដែលយើងរៀនជាប្រចាំរាល់ថ្ងៃហ្នឹងគឺយើងប្រឹងទៅហើយយើងបើបើយើងឆ្លាញ់មុខវិជ្ជាអីថែដូចគណិតរូបគីមីអីចឹងទៅឬខ្មែរចឹងទៅបើបើយើងឆ្លាញ់អាណាមួយចឹងយើងអាចពង្រឹងបន្ថែមក៏ដូចជាយើងដើម្បីទីទៅប្រកួតប្រជែងប្រឡងសិបការជាដើមអាហ្នឹងគឺជាការស្ទង់សមត្ថភាពរបស់យើងហើយយើងនៅកម្រិតណាអីដើម្បីយើងដឹងចឹងទៅយើងអាចពង្រឹងបន្ថែមទៀតចឹងណាហើយដល់ពេលទី10ដល់ទី12យើងរក្សាទម្លាប់ដើមហើយយើងប្រឹងជាប្រចាំមុខវិជ្ជាដែលយើងរៀនជាប្រចាំហ្នឹងហើយនឹងយើងប្រឹងបន្ថែមមុខវិជ្ជាដែលជាមុខវិជ្ជាគោលក្នុងពេលប្រឡងបាក់ឌុបហ្នឹងផងដែរហើយក្រៅពីហ្នឹងបើសិនបើទី10 11 12ហ្នឹងយើងត្រូវជាពិសេសគឺ12តែម្ដងយើងត្រូវផ្ដោតលើចំណុចណាដែលយើងស្ទើរបើថាម៉េចបើយើងរៀនមុខវិជ្ជារាល់ថ្ងៃហ្នឹងឲ្យខ្លាំងហើយតែធម្មតាវាការរៀនពេលណាវាមិនអាចខ្លាំងស្មើទេអញ្ចឹងវាមានចំណុចដែលយើងនៅខ្វះខាតអីមួយអញ្ចឹងតាមមុខវិជ្ជានីមួយៗអញ្ចឹងយើងត្រូវសួរខ្លួនឯងថាយើងខ្វះអីពេលហ្នឹងយើងខ្វះអីយើងស្ទើរអីយើងត្រូវរកចំណុចខ្សោយខ្លួនឯងហើយយើងទៅពង្រឹងបន្ថែមនៅលើចំណុចខ្សោយហ្នឹងឲ្យវាខ្លាំងស្មើទាំងអស់គ្នាទៅដើម្បីឲ្យយើងប្រឡងទៅវាបានលទ្ធផលល្អទាំងអស់ទៅបានយើងអាចឈានទៅដល់ NTA បានអញ្ចឹងហើយតកតងទៅនឹងការរៀនពីធម្មតាយើងបែងចែកជា3ចុះយើងមានការរៀននៅសាលារដ្ឋណាហើយមានការរៀនគួរហើយនឹងមួយទៀតគឺការរៀនខ្លួនឯងស្វ័យសិក្សានៅផ្ទះនៅអីនៅកន្លែងណាមួយយើងរៀនខ្លួនឯងតកតងទៅនឹងការរៀនរដ្ឋគឺជាធម្មតាយើងរៀនតាមកាលវិភាគរបស់សាលាមានមុខវិជ្ជានានានៅក្នុងសាលាហ្នឹងអញ្ចឹងនៅពេលដែលយើងទៅរៀននៅសាលាយើងព្យាយាមផ្ដោតយើងថាយើងប្រឹងឲ្យហើយទៅប្រឹងចាប់តកតងជាមួយនឹងគ្រូបង្រៀនទិសដីនៅសាលាសិភៅនៅសាលាហ្នឹងយើងផ្ដោតទៅលើទិសដីទៅអីហ្នឹងឲ្យវាបានល្អទៅបានយល់បានអីបានចាំបានខ្លះទៅវាធ្វើយើងចំណេញយ៉ាងម៉េចដល់ពេលដែលយើងបានយល់បានអីក៏យើងដល់ពេលដែលយើងទៅរៀនគួរក៏ដូចជាយើងទៅផ្ទះស្វ័យសិក្សាគឺយើងចំណេញពេលវេលាដែលយើងទៅមើលវាម្ដងទៀតឲ្យវាយល់ព្រោះចំណេះដឹងប្រមាណហ្នឹងសិតតែយើងយល់ហើយស្រាប់ហើយអញ្ចឹងយើងអាចយកពេលហ្នឹងយើងទៅរៀនអនុវត្តតែម្ដងមុខវិជ្ជាដែលលំហាត់យើងអាចអនុវត្តទិសដីដែលយើងទើបតែរៀនហ្នឹងអញ្ចឹងយើងអាចធ្វើលំហាត់យកបរោយអញ្ចឹងទៅធ្វើឲ្យយើងចំណេញពេលវេលាហើយបើទិសដីយើងយល់ខ្លះទៅយើងមកផ្ទះយើងរៀនបន្ថែមទៅយើងកាន់តែយល់ស៊ីជម្រៅបន្ថែមទៀតឬបើយើងចង់ស្រាវជ្រាវបន្ថែមក៏វាមានភាពងាយស្រួលតាមទៅនឹងដែរហើយនៅពេលដែលយើងទៅរៀនគួរពីច្រើនគឺយើងពីច្រើនគឺយើងអនុវត្តទៅលើលំហាត់ច្រើនអញ្ចឹងនៅពេលដែលគ្រូគាត់ដាក់លំហាត់ឲ្យយើងធ្វើអញ្ចឹងទៅមានវិញ្ញាសាមានអីនៅពេលដែលយើងគ្រូដាក់ឲ្យធ្វើអញ្ចឹងយើងព្យាយាមធ្វើឲ្យអស់ទៅធ្វើឲ្យអស់ពីបានហើយយើងព្យាយាមធ្វើឲ្យអស់អ្វីដែលគ្រូដាក់ឲ្យអញ្ចឹងយើងកុំឲ្យសល់កយើងចេះតែចាំដល់ចាំអីចាំទៅទៀតយើងទៅហើយយើងមួយចាំស្អែកចាំថ្ងៃក្រោយចាំម៉ោងក្រោយចាំពេលណាផ្សេងធ្វើអញ្ចឹងពេលណាយើងចេះតែចាំអញ្ចឹងទៅវាកាន់តែច្រើនទៅយើងធ្វើបានតិចព្រោះធម្មតាយើងលំហាត់អីហ្នឹងយើងធ្វើកាន់តែច្រើនធ្វើឲ្យការស្ទាត់យើងកាន់តែច្បាស់អញ្ចឹងណាព្រោះហ្នឹងដល់ពេលយើងធ្វើច្រើនទៅវាស្ទាត់ឲ្យចាំឯងអញ្ចឹងវាអត់ចាំបាច់ទៅការទិញការអីច្រើនហ្នឹងតើតងនឹងសម្បីតែរូបមន្តសម្បីតែអីមួយចំនួនហ្នឹងពេលយើងធ្វើឡើងទៅវាចាំឯងបណ្ដោយវាយល់វាអីទៅវាចាំឯងចុះព្យាយាមឲ្យយើងអនុវត្តច្រើនហើយពេលយើងរៀនគួរបើសិនបើថាយើងធ្វើភាសាមួយធ្វើរបស់គ្រូអស់ហើយគឺយើងអាចបើយើងធ្វើលំហាត់បន្ថែមបើយើងមានវិញ្ញាសាខ្លួនឯងមានឯកសារអីផ្សេងខ្លួនឯងយើងអាចយកមកធ្វើបន្ថែមស្រាវជ្រាវបន្ថែមពង្រឹងបន្ថែមអីអញ្ចឹងណាហើយបើសិនបើថាយើងអត់មានទេយើងអាចសុំពីគ្រូក៏បានគ្រូគាត់នឹងមានលំហាត់មានអីច្រើនវិញ្ញាសាច្រើនផ្សេងពីនឹងទៀតបើយើងចង់សុំបន្ថែមនេះសុំគាត់ដើម្បីយើងធ្វើបន្ថែមឬមកក៏យើងមានចម្ងល់អីមួយដែលយើងមិនទាន់យល់មិនទាន់ច្បាស់អីចឹងយើងត្រូវការគាត់បញ្យល់បន្ថែមយើងអាចឆ្លៀតពេលហ្នឹងនៅពេលយើងធ្វើចប់ឆ្លៀតពេលសួរគ្រូបន្ថែមហ្នឹងដែរហើយនៅពេលដែលយើងទៅផ្ទះវិញមកក៏យើង
xoay dục xa nơi cái này nam muối cả đóiនៅពេលដែលទំនេរពីសាលាឬក៏ជាពីគួរគឺយើងអាចរៀននៅចំណុចអ្វីដែលយើងទើបតែរៀនទាំងសាលារដ្ឋទាំងសាលាគួរបើថាយើងរៀនអ្វីដែលយើងទើបតែរៀនហ្នឹងបើទិសដីយើងអាចមើលចំណុចដែលយើងអត់ទាន់យល់យើងអាចមើលបន្ថែមដើម្បីយើងយល់លម្អិតចឹងទៅឲ្យវាស៊ីជម្រៅទៅបើថាយើងយល់ហើយយើងអាចពង្រីកចំណេះដឹងយើងបន្ថែមទៅវាស៊ីជម្រៅជាងហ្នឹងហើយបើថាតាក់តងទៅនឹងលំហាត់យើងអាចធ្វើលំហាត់បន្ថែមរកវិញ្ញាសាបន្ថែមអ្វីដែលវាយ៉ាងជ្រៅជាងហ្នឹងការវិភាគជាងហ្នឹងគិតចាស់ជាងហ្នឹងទៅធ្វើឲ្យមានការបែកកំណត់ដើម្បីមានការវិភាគកាន់តែស៊ីជម្រៅជាងមុនអញ្ចឹងណាហើយក្រៅពីយើងរៀនអ្វីដែលយើងទើបតែរៀនហើយយើងអាចរៀនអ្វីដែលថ្មីគឺមកក៏យើងអាចរៀនអ្វីដែលនឹងរៀននៅថ្ងៃស្អែកមួយថ្ងៃក្រោយទៀតអញ្ចឹងយើងអាចស្វែងយល់ជាមុនក៏បានដើម្បីមានភាពងាយស្រួលដើម្បីយើងទៅរៀននៅសាលានៅជាមួយគ្រូទៅវាធ្វើឲ្យយើងចាប់បានលឿនអញ្ចឹងធ្វើឲ្យយើងចំណេញពេលវេលាអញ្ចឹងណាយើងអាចស្រាវជ្រាវបន្ថែមអីអញ្ចឹងទៅហើយចំពោះឯកសារស្រាវជ្រាវគឺយើងមានច្រើនប្រភពទីមួយគឺយើងអាចសុំពីគ្រូគាត់មានធម្មតាគ្រូតាមមុខវិជ្ជានីមួយគាត់មានឯកសារជាច្រើនតាក់ទងមុខវិជ្ជារបស់គាត់ហើយឯកសារហ្នឹងសុទ្ធតែគាត់បានសម្រាំងឯកសារណាដែលវាត្រូវជាមួយនឹងយើងដែលវាល្អអញ្ចឹងណាមានបើថាយើងមើលហើយវាងាយយល់វាគេបញ្យល់បោះក្បាយអីចឹងទៅហើយបើមិនចឹងទេយើងអាចស្វែងរកតាមរយៈសភៅយើងអាចទិញសភៅទិញឯកសារបន្ថែមហើយទិញសភៅទិញឯកសារបន្ថែមហ្នឹងក៏យើងត្រូវចេះបែបនេះត្រូវចេះជ្រើសរើសសភៅណាដែលវាត្រូវជាមួយនឹងយើងហើយវាងាយយល់ហើយការបញ្យល់របស់គេមានភាពលម្អិតមានភាពច្បាស់លាស់អញ្ចឹងណាសម្រាប់អាចទេយើងអាចសុំការណែនាំពីគ្រូណែនាំថាគួរតែទិញសភៅបែបណាដើម្បីយកមកមើលអីចឹងធ្វើឲ្យយើងមានការវិវត្តល្អអញ្ចឹងណាហើយសម័យឥឡូវគឺមាននៅក្នុងអ៊ីនធឺណិតក៏ច្រើនដែរមានជា file ជារូបភាពហើយក៏អាចជាកម្មវិធីមួយចំនួនរបស់ក្រសួងអប់រំយើងនឹងពួកគាត់បានខំប្រឹងបង្កើតឡើងដើម្បីជាជំនួយដល់សិស្សានុសិស្សយើងផងដែរយើងអាចស្វែងរកតាមរយៈហ្នឹងហើយក្រៅពីហ្នឹងយើងក៏អាចស្វែងរកឯកសារចាស់ប្រឡងឆ្នាំចាស់ដើម្បីយើងអាចយកមករៀនធ្វើជាប្រចាំដើម្បីលក្ខណៈថាយើងទីមួយគឺយើងយល់ថាថាតើការប្រឡងហ្នឹងវិញ្ញាសាគេចេញលក្ខណៈបែបណាយើងអាចនឹងរៀនយល់ខ្លះពីបែបផែនវិញ្ញាសាគេចេញហើយយើងនឹងព្យាយាមធ្វើលំហាត់តាក់ទងទៅនឹងបែបផែនគេចេញហ្នឹងហើយទីពីរយើងអាចវាតម្លៃពីសមត្ថភាពរបស់យើងថាតើសមត្ថភាពយើងអាចធ្វើវិញ្ញាសាប្រឡងបានហើយនៅហើយបើសិនបើថាអត់ទាន់ធ្វើបានទេតើអត់ទាន់ចំណុចណាអញ្ចឹងដល់ពេលដែលយើងដឹងថាអត់ទាន់ចំណុចណាយើងនឹងទៅពង្រឹងបន្ថែមចំណុចដែលយើងអត់ទាន់ធ្វើបានហ្នឹងដែលយើងអត់ទាន់ចាប់បានហ្នឹងអញ្ចឹងយើងដូចយើងវាតម្លៃសមត្ថភាពយើងថាយើងឥឡូវនៅកម្រិតណាអញ្ចឹងហើយយើងដឹងពីខ្លួនឯងថាយើងនៅកម្រិតណាយើងនឹងប្រឹងបន្ថែមដើម្បីឲ្យមានការរីកចម្រើនចឹងហ្នឹងអញ្ចឹងហើយក្រៅពីការរៀនយើងក៏អាចមានពេលសម្រាកផងដែរហើយពេលសម្រាកហ្នឹងយើងអាចបែងចែកដែរថាពេលសម្រាកពេលយើងពេលគេងមិនគេងប្រហែលម៉ោងហើយពេលគេងគួរគេងមិនដើម្បីឲ្យវាមានគុណភាពហើយជាធម្មតាគឺតាមការស្រាវជ្រាវក៏ដូចជាអង្គការសុខភាពគ្រប់គ្រងគឺគេណែនាំឲ្យយើងគេងពី7ទៅ8ម៉ោងក្នុងមួយយប់អញ្ចឹងណាអាហ្នឹងគឺជាការគេងដែលវាល្អបំផុតហើយការគេងហ្នឹងគឺចំនួនម៉ោងហ្នឹងគឺប៉ុណ្ណឹងតែសំខាន់គេហៅថាគុណភាពការគេងហ្នឹងក្នុងពេលហ្នឹងគឺបើយើងគេងលក់ស៊ុបតែម្ដងបើថាវាចូលជ្រៅអញ្ចឹងណាគេងលក់ស្រួយអញ្ចឹងអាហ្នឹងมันវាមានគុណភាពបើថាការគេងវាមានផាសុខភាពអញ្ចឹងណាហើយបើសិនបើថាយើងរវល់ខ្លាំងពេកយើងអាចបន្ថយម៉ោងគេងតាមនឹងតិចតួចតែលួចនោះគឺយើងអាចលួចពេលទំនេរផ្សេងយើងព្យាយាមធ្វើការងារឲ្យបានរត់រាស់បើថារត់រាន់វាហ
ហើយយើងលឿនđi tớiដើម្បីយើងចំណេញពេលសម្រាប់យើងឲ្យបានគ្រប់គ្រាន់ព្រោះតែពេលដែលយើងគេងមកគ្រប់គ្រាន់គឺធ្វើឲ្យខួរក្បាលយើងហ្នឹងវាដំណើរការបានល្អអញ្ចឹងណាព្រោះនៅពេលគេងគឺខួរក្បាលយើងជាពេលដែលខួរក្បាលយើង reset សារឡើងវិញបានវាទី1វា reset អាព័ត៌មានចាស់ៗទី2វារៀបអាព័ត៌មានចាស់ៗឲ្យវាទៅតាមផ្នែកមួយតាមឲ្យវាល្អអញ្ចឹងណាស្តុកទុកស្តុកអីចឹងតាមផ្នែកហ្នឹងហើយទី3គឺវានឹងបង្កើតអាកោសិកាផ្សេងជួយផ្ដល់ព័ត៌មានអីដល់កោសិកាយើងឲ្យវាមានជំនួយដល់ការចងចាំការគិតការពិចារណាការស្វែងយល់ការត្រេះរិះអីចឹងជាដើមអញ្ចឹងណាអញ្ចឹងនៅពេលយើងមានការគេងការសម្រាប់គ្រប់គ្រាន់វាជួយដល់ការខួរក្បាលយើងក្នុងការគិតក្នុងការរៀនក្នុងការយ៉ាងដែររៀនដែរហើយក្រៅពីការគេងមិនសិនបើថាយើងពីខ្លះក៏មានការកំសាន្តបន្តិចបន្តួចដែរនៅពេលដែលយើងរៀន stress អីចឹងអញ្ចឹងអាហ្នឹងវាតាមចំណង់ចំណូលចិត្តរបស់យើងអញ្ចឹងមួយអញ្ចឹងទៅម្នាក់សិនបើយើងចូលចិត្តធ្វើអីហ្នឹងយើងអាចចំណាយពេលវេលាបន្តិចបន្តួចទៅធ្វើអាហ្នឹងនៅពេលដែលយើង stress ពេកអីកុំឲ្យវាតានតឹងពេកព្រោះធម្មតាខួរក្បាលយើងវាទៅពេលដែល stress ពេកក៏យើងរៀនទៅវាអត់ចូលវាដាក់ទៅអត់ចូលដែរគិតអីក៏មិនចេះអញ្ចឹងទៅបាទអញ្ចឹងយើងអាចឆ្លៀតពេលបន្តិចបន្តួចបានណាយើងទៅធ្វើអ្វីដែលយើងចូលចិត្តដើម្បីកំសាយ stress ចាស់ទៅដើម្បីឲ្យខួរក្បាលយើងវា reset ឡើងវិញមកវាដំណើរការល្អមកយើងរៀនទៅវាផ្ដោតបានខ្ពស់ហើយដាក់មេរៀនដាក់អីមកវាចូលអញ្ចឹងណាតែយើងត្រូវកំណត់ដែរថាកំសាន្តហ្នឹងយើងកុំឲ្យវាលើសពេកវាហួសហេតុពេកព្រោះបើមិនលើសពេកវាអាចប៉ះពាល់ដល់ការសិក្សារបស់យើងអញ្ចឹងក៏អត់កើតដែរវាត្រូវលៃលកការកំសាន្តមិនដើម្បីកុំឲ្យវាលើសប៉ះពាល់ដល់ការសិក្សារបស់យើងអញ្ចឹងហើយក្រៅពីហ្នឹងយើងត្រូវគិតដល់សុខភាពព្រោះតើតើការសម្រាកការហូបចុកហើយមានការកីឡាcáiហ្នឹងក៏ជួយដល់សុខភាពយើងទេត្រូវមានតុល្យភាពអាហ្នឹងតើតើទៅនឹងការសម្រាកការញ៉ាំការអីហ្នឹងហើយតើតើជាការរស់នៅចាំថ្ងៃរបស់យើងតើតើមួយ stress មួយអីហ្នឹងក៏វាប៉ះពាល់សុខភាពយើងត្រូវមានតុល្យភាពអាហ្នឹងវាត្រូវរៀបចំឲ្យយើងហូបចុកឲ្យបានគ្រប់គ្រាន់ហូបអាហារដែលមានផាសុខភាពហើយសម្រាប់ឲ្យមានគ្រប់គ្រាន់ហើយយើងរៀនធ្វើឲ្យមានតុល្យភាពឲ្យការសិក្សាយើងល្អហើយអត់ប៉ះនេះទៀតអត់ប៉ះពាល់សុខភាពទៀតហ្នឹងយើងត្រូវមានតុល្យភាពអញ្ចឹងហ្នឹងហើយអ្វីដែលខ្ញុំបានយកមកចែកម្លែកខាងលើហ្នឹងគឺនេះគឺជាបទពិសោធន៍ផ្ទាល់ខ្លួនខ្ញុំដែលខ្ញុំបានអនុវត្តការនៅរៀនវិទ្យាល័យអញ្ចឹងហើយការអនុវត្តហ្នឹងវាទទួលបានជោគជ័យប្រឡងទទួលបានDA ប្រកបមែនការសម័យបាតុ2018ហ្នឹងហើយបើសិនបើថាបងប្អូនមានសំណួរអីចង់សួរអីក៏អាច comment នៅក្នុងតាមរយៈវីដេអូនឹងផ្ទាល់ហ្នឹងក៏បានខ្ញុំនឹងឆ្លើយបន្ថែមអញ្ចឹងបាទសូមអរគុណអ្នកនរ